ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រិស័យប្រចាំឆ្នាំសម្រាប់ឆ្នាំ2026ក្នុងឆ្នាំថ្មីនេះចាសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវចាចង់ដឹងថាលោកអ្នកនឹងត្រូវជួបរឿងអីខ្លះត្រូវប្រុងប្រយ័ត្នអីខ្លះនិងមានលៀបសំណាងឬអត់យើងមកតាមដានទាំងអស់គ្នាសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវនៅក្នុងឆ្នាំថ្មីឆ្នាំ2026នេះដែរគឺដំបូងដែលលោកអ្នកគួរប្រុងប្រយ័ត្នតែម្ដងគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងអារម្មណ៍ឆេវឆាវឬការគ្រប់គ្រងខ្លួនឯងនឹងផ្ទាល់តែម្ដងចាព្រោះដោយសារលោកអ្នកអាចនឹងប្រែប្រួលអារម្មណ៍ញឹកញាប់ចាម្ដងក្តៅម្ដងត្រជាក់ឬពេលខ្លះក៏មួម៉ៅពេលខ្លះក៏អារម្មណ៍ត្រជាក់ចឹងទៅចឹងព្យាយាមទប់ខ្លួនឯងបើមិនចឹងទេលោកអ្នកអាចនឹងមានការប្រឆាំងតែជាមួយខ្លួនឯងនឹងមិនគ្រប់គ្រាន់ហើយអាចនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកជុំវិញខ្លួនទៀតចឹងត្រូវប្រយ័ត្នចំណុចនេះណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់វិញសម្រាប់នៅក្នុងឆ្នាំក្រោយនេះតំណែងលុយកាក់របស់លោកអ្នកឃើញថាលោកអ្នកអាចគ្រប់គ្រងបានបើសិនជាបងកំពុងមានបំណងចង់ទិញរបស់ទ្រព្យថ្មីចូលអាចជាការទិញគ្រឿងអចលនទ្រព្យអាចជាផ្ទះដីធ្លីអីហ្នឹងសម្រាប់ឆ្នាំក្រោយនេះក៏លោកអ្នកអាចមានឱកាសទិញបានណានៅក្នុងឆ្នាំថ្មីនេះផ្ទាល់តែម្ដងចាហើយពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចាលេខសុខភាពរបស់លោកអ្នកដែលកើតឆ្នាំឆ្លូវចាសុខភាពរបស់លោកអ្នកឃើញថាมันមានអីជាបញ្ហាទេមិនថាលោកអ្នកមានជំងឺឈឺស្កាត់អីយើងអាចនឹងជាសះស្បើយប៉ុន្តែអ្វីដែលសំខាន់ក្នុងឆ្នាំថ្មីនេះគឺអាសាធ្វើលំហាត់ប្រាណអាសាហាត់ប្រាណឲ្យបានច្រើននឹងអាចជួយដល់រឿងសុខភាពរបស់លោកអ្នកចាពាក់ព័ន្ធជាមួយនឹងរឿងការងារចាលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឆ្នាំនេះចាឆ្នាំថ្មីនេះបន្តតែម្ដងគឺលោកអ្នកអាចមានឱកាសទទួលបានឱកាសថ្មីការងារថ្មីឬក៏ការងាររបស់អ្នកអាចនឹងមានភាពនឹងណអាចនឹងមានការរីកចម្រើនសម្រាប់យើងណាចាហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីលោកអ្នកដែលមានមុខរបរជាប្រចាំសម្រាប់អ្នកកើតឆ្នាំឆ្លូវគឺថាការរកស៊ីរបស់អ្នកអាចមានភាពលេចធ្លោមានការរីកចម្រើនហើយបងដែលគឺថារកស៊ីជាមួយនឹងការចងការលុយអីផ្សេងៗហ្នឹងឃើញថាអាចនឹងមានភាពជោគជ័យសម្រាប់យើងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងមិត្តភ័ក្តិឬក៏អ្នកចិត្តខ្លួនចានៅក្នុងឆ្នាំថ្មីនេះដែរសម្រាប់អ្នកចិត្តខ្លួនគឺលោកអ្នកត្រូវប្រយ័ត្នបន្តិចព្រោះអាចថានឹងមានអីអាចនឹងមានមិត្តភ័ក្តិឬអ្នកចិត្តខ្លួនអាចនឹងប្រមូលណែនាំឲ្យលោកអ្នកទៅគេហៅថាទៅធ្វើនេះធ្វើនោះជាមួយគេអីចឹងណាបើមានអ្នកប្រមូលអាចថាពាក់ព័ន្ធជាមួយនឹងការទៅជឿទៅលើអបិយចំនួនផ្សេងៗឬការធ្វើនៅមុនអាគមអីផ្សេងៗគុំទៅពាក់ព័ន្ធមួយរឿងទាំងអស់ហ្នឹងនិយាយទៅរឿងខ្មៅងងឹតឬរឿងពើពាន់នេះគុំទៅពាក់ព័ន្ធបើមិនចឹងទេលោកអ្នកអាចនឹងជួបផលលំបាកសម្រាប់ខ្លួនឯងណាចាហើយនៅក្នុងឱកាសនេះដែរក៏គួរប្រយ័ត្នបើសិនជាលោកអ្នកមានបញ្ហាមានចំនួនជាមួយនឹងអ្នកណាម្នាក់ចាអាចនឹងមានអ្នកចិត្តខ្លួនយើងឬអាចជាមិត្តភ័ក្តិនឹងតែម្ដងចាគេអាចនឹងប្រើនៅមុនខ្មៅផ្សេងៗដើម្បីមកព្យាយាមមកផ្ចាញ់ឆាឬព្យាបាទចំពោះលោកអ្នកណាចឹងក៏គួរប្រយ័ត្នតិចដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងអ្នកអាយុតិចជាងអាចជាប្អូនកូនក្មួយរបស់លោកអ្នកនៅក្នុងឱកាសនេះឃើញថាពួកគាត់អាចមានភាពវិន័យរឹងរូសអាចថាពិបាកក្នុងការបដាយអីចឹងណាក៏ធ្វើឲ្យលោកអ្នកអាចទៅជាខឹងឬក៏អាចមានចំនួនជាមួយអ្នកអាយុតិចជាងនិងក៏អាចមានដែរអាចជាប្អូនកូនក្មួយរបស់យើងនឹងផ្ទាល់តែម្ដងចាហើយសម្រាប់ផ្ទះដែលលោកអ្នកស្នាក់អាស្រ័យជាប្រចាំនៅក្នុងឱកាសនេះដែរឃើញថាលោកអ្នកអាចមិនសូវជាបានមើលថែឬថានៅក្នុងឆ្នាំចាស់នេះយើងអត់សូវសប្បាយចិត្តមួម៉ៅច្រើនឬក៏អាចថាលោកអ្នកមានបញ្ហាច្រើនទៅក៏លែងសូវនឹកនាដល់ការមើលថែបោសសម្អាតដល់វត្ថុស័ក្តិសិទ្ធិក្នុងផ្ទះអញ្ចឹងផ្ទះសម្បែងរាល់ថ្ងៃនេះគឺលោកអ្នកត្រូវមើលថែបោសសម្អាតឲ្យបានស្អាតជាពិសេសគឺអាសាបដូរទឹកកន្លែងដែលយើងគោរពបូជាអញ្ចឹងណាចានឹងគាត់នឹងអាចជួយចំណងចម្រើនដល់យើងបន្ថែមទៀតចាហើយពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរសម្រាប់លេខដំណើររបស់លោកអ្នកនៅក្នុងឱកាសនេះគេថាមុនពេលធ្វើដំណើរទៅណាលោកអ្នកត្រូវព្យាយាមឆែកឲ្យបានគ្រប់គ្រាន់មិនថាលោកអ្នកធ្វើដំណើរដោយម៉ូតូឬក៏ឡានអីក៏ដោយត្រូវយកទៅឆែកឲ្យបានសពគ្រប់ជ្រុងជ្រោយណាដើម្បីបញ្ជៀសនៅបញ្ហាផ្សេងចាពេលដែលយើងធ្វើដំណើរចាលេខដំណើររបស់យើងក៏អាចមានហើយប៉ុន្តែត្រូវប្រយ័ត្នរឿងការបើកបរផ្ទាល់តែម្ដងចាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូណាសម្រាប់លោកអ្នកដែលមានដៃគូជីវិតគូរបស់លោកអ្នកនៅក្នុងឱកាសនេះក៏ដូចជាឆ្នាំថ្មីនេះផ្ទាល់ឃើញថាលោកអ្នកអាចនឹងមានគេហៅថារឿងល្អក៏អាចមានភាពផ្អែមល្ហែមការយល់ចិត្តគ្នាបានយ៉ាងល្អហើយមួយទៀតបើសិនជាលោកអ្នកដូចថាកំពុងមានបំណងចង់មានបុត្រធីតាហ្នឹងក៏អាចមានអ្នកមកចាប់កណ្ដាលដែរណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំឆ្លូវចារឿងដែលគួរប្រយ័ត្នបំផុតនៅក្នុងឱកាសនេះដែរឃើញថាកុំព្យាយាមគេហៅថាទៅសណ្ដោងអ្នកក្រៅឲ្យចូលមកនៅក្នុងផ្ទះណាគេអាចនឹងនាំបញ្ហាក្តៅក្រហាយដល់លោកអ្នកបានចាឲ្យពាក់ព័ន្ធជាមួយនឹងលាភសំណាងបើសួរថាក្នុងឆ្នាំនេះអ្នកកើតឆ្នាំឆ្លូវអាចមានលាភសំណាងអត់លោកអ្នកអាចនឹងមានឱកាសទទួលបានលាភសំណាងឬអាចថាជាសំណាងដែលយើងមិនគិតស្មានដល់ណាប៉ុន្តែលោកអ្នកអាចថាពេលខ្លះគឺយើងអាចនឹងបដិសេធទៅវិញអញ្ចឹងក្នុងឱកាសនេះក៏ដូចជាឆ្នាំថ្មីនេះមានឱកាសទទួលអ្វីបានកុំព្យាយាមបដិសេធខ្លួនឯងណាបើមិនអញ្ចឹងទេលោកអ្នកមិនមានឱកាសទេអញ្ចឹងឱកាសដែលទទួលបានលាភសំណាងឬលាភសំណាងរបស់អ្នកគឺមានចូលមកតែសំខាន់លោកអ្នកហ៊ានបើកចិត្តទទួលឬអត់តែប៉ុណ្្នឹងទេចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការជួយទៅដល់ឬថាបងដែលគាត់ជួបបញ្ហាបន្តអាចថាដោយសារលើបញ្ហាប្រទេសជាតិយើងកំពុងមានបញ្ហាសង្គ្រាមអញ្ចឹងយើងអាចជួយទៅដល់បងភាសាឬក៏អាចជួយទៅដល់បងដែលគាត់ជួបផលលំបាកផ្សេងៗណាចាដែលកើតដោយសារសង្គ្រាមនេះលោកអ្នកអាចជួយទៅដល់ពួកគាត់ទៅដើម្បីជាការលើករាសីរបស់យើងហើយពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌បៃតងហើយនិងពណ៌ស្វាយចាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ24ចា